តែតែជាកម្មការនៃរោងចក្រអស់រយៈពេល20ឆ្នាំហើយបងស្រីម្នាក់នេះគាត់ខំពុះពៀមែនតើឥឡូវនេះគាត់បានចាប់ជំនាញច្បាស់លាស់មួយគឺជាអ្នកលក់បុកល្ហុងមកកន្លែងនៅក្នុងខេត្តសៀមរាបណាគាត់ថាជីវិតគាត់គឺតស៊ូមែនតើតែម្ដងពីកម្មការនៃរោងចក្រមកកន្លែងសំខាន់គឺធ្វើការអស់រយៈពេល20ឆ្នាំហើយគាត់ចេញរកស៊ីដំបូងហ្នឹងគឺជាអ្នកលក់បុកល្ហុងហ្នឹងគឺគាត់រៀនតាមបងស្រីរបស់គាត់ហ្នឹងគឺជាអ្នកលក់បុកល្ហុងដែលល្បីមកកន្លែងនៅឯភ្នំពេញណាប៉ុន្តែការចេញលក់បុកល្ហុងដំបូងហ្នឹងគឺគាត់លក់នៅតំបន់រោងចក្រហើយចំពោះការគាត់លក់ហ្នឹងគឺមួយចានគឺបានកម្រៃតិចមែនតើអញ្ចឹងគាត់ក៏ផ្លាស់ប្ដូរមកលក់នៅតាមផ្ទះវិញឆ្នាំ2020ហ្នឹង2020ហ្នឹងគឺខ្ញុំរយៈពេលកូវីដពេលកូវីដរោងចក្រគឺចាប់ផ្ដើមកាត់ថយការងារពីកម្មករកាត់ថយកម្មករអីចឹងទៅដល់ពេលអញ្ចឹងក៏ខ្ញុំសម្រាប់ចិត្តមួយណាខ្ញុំក៏អាយុច្រើនកូនខ្ញុំក៏គាត់ត្រូវការភាពកក់ក្ដៅពីម៉ែច្រើនអញ្ចឹងក៏ខ្ញុំសម្រាប់ចិត្តថាខ្ញុំឈប់ខ្ញុំទៅបើកមុខរបរតូចមួយនឹងយូរទៅបាទតែដល់ទៅពេលចាប់ពីកូវីដមកខ្ញុំរកស៊ីបានតិចតួចទៅវាបញ្ហាសេដ្ឋកិច្ចទៅពេលបញ្ហាសេដ្ឋកិច្ចលក់ដូរអត់ដាច់តាមរោងចក្រគឺគេកាត់បន្ថយកម្មករឬក៏គេផ្អាកកម្មករឲ្យស៊ី 50% បាទដល់ពេលចឹងហើយការលក់ដូររបស់ខ្ញុំវាលក់អត់ដាច់ដល់ពេលចឹងហើយបានខ្ញុំសម្រាប់ចិត្តថាខ្ញុំមកនៅសៀមរាបមកហើយខ្ញុំមកនៅសៀមរាបទៅខ្ញុំលក់ដូរនៅចិត្តបងស្រីហ្នឹងទៅបាទយ៉ាងហើយហ្នឹងសុខកំណើតខ្លួនឯងចាពីមុនធ្លាប់ប្រើគ្រឿងរបស់ថៃបងឥឡូវបងជប់ប្រាក់អស់នៅឬក៏មិនបងខ្ញុំថាពីមុនមានបាទកាលពេលខ្ញុំលក់ដំបងហ្នឹងមានដល់ពេលតាំងពីមានបញ្ហាមកគឺឈប់ប្រើផលិតផលថៃទាំងអស់ខ្ញុំបងស្រីខ្ញុំគាត់ធ្វើទឹកប្រហុកខ្លួនឯងអូមួយថ្ងៃមុនបងស្រីខ្ញុំទៅមកធ្វើប្រហុក5តោនធ្វើ5តោនចាប្រហុកហ្នឹងយកពីណាមកបងប្រហុកហ្នឹងយើងទិញត្រីពីអ្នករកត្រីមកយើងទិញត្រីគេមកយើងធ្វើខ្លួនឯងមកធ្វើជាប្រហុកខ្លួនឯងស្ដាប់ខ្លួនឯងហើយមកគេថាអត់បោះគេទៅយើងធ្វើអីលេងកើតបាទនៅតែរស់នៅតែមានអ្នកញៀវបងនៅតែគ្រប់ត្រនៅតែគ្រប់ត្រមិនដែរបាទអ្វីដែលផ្ទះគេគឺរបស់គេគឺខ្ញុំផ្ដាច់ទាំងអស់បាទពេលដំបងយើងសាកទឹកប្រហុកទៅទូស្គាល់ថាវាយ៉ាងដែរតែពួកខ្ញុំព្យាយាមរហូតបានថាវាត្រឡប់មកវិញតាមនឹងត្រឡប់មកវិញហើយពេញចិត្តអ្វីដែលយើងធ្វើបានពីរបស់ខ្លួនឯងណាបាទហើយសប្បាយចិត្តណាបងចិត្តតម្លៃទូទៅចាប់ពី8000ហ្នឹងសម្រាប់យើងបុកល្ហុងធម្មតាមានក្រាមស្រាយតែមួយទេហើយនឹងមានស្បែកជ្រូកបន្តិចហើយនឹងមានកំពឹសល្ហុងគាត់ហ្នឹងគឺប្លែកមែនតើដោយសារតែគាត់មានជាមួយនឹងស្បែកជ្រូកណាស្បែកជ្រូករបស់គាត់ហ្នឹងគឺស្រស់ហើយលក្ខណៈថាហាន់ជាសរសៃបែបហ្នឹងតិចក្នុងការលក់ឬក៏គ្រឿងផ្សំដូចជាតុប្រហុកអីហ្នឹងគឺបងស្រីគាត់អ្នកបង្រៀនផ្ទាល់តែម្ដងហើយបងស្រីគាត់ហ្នឹងក៏បានសួរបញ្ជាក់ទៀតថាតើរៀនបុកល្ហុងហ្នឹងច្បាស់នៅដោយសារតែអាជីពហ្នឹងគឺហត់មែនតើដោយសារតែត្រូវការផលគ្រឿងច្រើនហើយត្រូវការនិយាយទៅគឺផលកម្លាំងច្រើនអញ្ចឹងណាហើយតែគាត់ថាចេះគាត់ហត់មកជីវិតអីអញ្ចឹងគាត់ចង់រៀនចំណេះចំណេញមួយដែលច្បាស់លាស់ហើយដែលសំខាន់ហ្នឹងគឺគាត់ចង់លក់ជាលក្ខណៈថាគ្រួសារអញ្ចឹងណាអញ្ចឹងទៅគឺបងស្រីគាត់គឺបង្រៀនឲ្យតែម្ដងហើយបងស្រីគាត់នឹងក៏ចិត្តល្អទេគឺអត់មានលាក់លៀមរុកមុនអីទេគឺបរៀនប្អូនណាពេលដែលបានស្ដាប់ប្រវត្តិរបស់គាត់គឺសរសើរមែនតើទឹកចិត្តបងស្រីរបស់គាត់ហើយនឹងគាត់ដែលខំតស៊ូខំពុះពៀជំនះគ្រប់ឧបសគ្គដែលមានណាចំណែកឯឈ្មោះហាងរបស់គាត់នឹងគឺមានឈ្មោះថាមរតកបុកដែលស្ថិតនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដងហើយគ្រឿងបុកដែលមាននៅក្នុងហាងរបស់គាត់នឹងគឺមានបុកល្ហុងបុកជាមួយនឹងប៉លខ្ចីត្រីឆ្អើមានជាមួយនឹងបុកប្រភេទគ្រប់មុខមិនថាបុកតពាំងព្រិចឬក៏បុកក្តាមសែបុកក្តាមប្រៃអីទេគឺមានទាំងអស់តែម្ដងបុកគ្រឿងសមុទ្រក៏មានដែរហើយចំពោះខ្ញុំទៅវិញគឺខ្ញុំហៅគ្រប់មុខតែម្ដងហើយអាគ្រឿងចឹងណាវារសជាតិហឹរហើយដិតបានញ៉ាំជាមួយនឹង Gainsbourg Snow ដែលមានរសជាតិស្រាលស្រួលលេបរីឯប៉ោះកំប៉ុងវិញកាន់ទៅក៏លេប cool like that ហ្មងណាហើយបានដាក់ជាមួយនឹងតកកត្រជាក់ទៀតមកនិយាយថាជាតិហើយបានញ៉ាំជាមួយនឹងអាបុកល្ហុងដែលមានរសជាតិហឹរហើយដិតអីចឹងណានិយាយទៅគឺស៊ីគ្នាមែនតើប៉ុន្តែសូមពិសាដែលមានទំនួលខុសត្រូវពេលស្រវឹងសូមកុំបើកបរហើយវីដេអូបងអូនគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ